អនុញ្ញាតស្វាគមន៍និងគ្រប់ជំរាបសួរប្រិយមិត្តអ្នកស្ដាប់ជាទីរាប់អានជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងវីដេអូថ្ងៃថ្មីរឿងរ៉ាវដែលខ្ញុំនឹងលើកយកមកចែករំលែកទៅកាន់បងប្អូនយើងនៅថ្ងៃនេះគឺតាក់ទងទៅនឹងការបោះតង់នៅក្នុងព្រៃចាមហើយរឿងរ៉ាវមួយនេះទៀតសោតមិនមែនកើតឡើងនៅកម្ពុជាយើងទេគឺកើតឡើងនៅក្រៅប្រទេសដែលកើតឡើងទៅលើនិស្សិតខ្មែរយើងម្នាក់ដែលគាត់បានបន្តការសិក្សានៅឯប្រទេសឥណ្ឌូនេស៊ីហើយអំឡុងពេលនោះគាត់បានទៅបោះតង់លេងកំសាន្តជាមួយមិត្តភ័ក្តិរបស់គាត់គ្រាដែលគាត់បានទៅបោះតង់នេះគាត់ត្រូវបានវិញ្ញាណឬក៏ត្រូវបានខ្មោចរូបរាងមួយប្លែកមែនតើគាត់ថាមិនដឹងតែនៅខ្មែរយើងមានអាខ្មោចប្រភេទនឹងអត់ទេតែគាត់បានសួរនាំទៅអ្នកដែលរស់នៅប្រទេសឥណ្ឌូនេស៊ីមួយហ្នឹងគេថានៅទីនោះគឺសម្បូរខ្មោចនឹងខ្លាំងមែនតើអញ្ចឹងបងប្អូនយើងប្រកាសជាឆ្ងល់ថាតើខ្មោចនៅឥណ្ឌូនេស៊ីនិងខ្មោចនៅខ្មែរយើងនេះវាលោកដូចគ្នាឬក៏យ៉ាងណាហើយរូបភាពដែលគាត់បានឃើញនឹងបែបម៉េចបងប្អូនយើងក៏រងចាំស្ដាប់ទាំងអស់គ្នាតែមុននឹងទៅដល់រឿងនេះក៏ខ្ញុំសូមបញ្ជាក់ទៅបងប្អូនយើងតិចដោយសារឃើញបងប្អូនយើងប្រហែលថ្ងៃនេះគាត់ comment ថាឃើញមាន channel មួយទៀតយកវីដេអូរបស់រាហូនឹងទៅផុសដើម្បីស្រាយចម្ងល់របស់បងប្អូនយើង channel មួយដែលយកទៅផុសហ្នឹងគាត់គឺជា channel របស់ប្អូនខ្ញុំគាត់អត់តន់ចេះអញ្ចឹងទៅគាត់ក៏សុំវីដេអូរបស់ខ្ញុំយកទៅផុសហើយខ្ញុំក៏ឲ្យគាត់ទៅព្រោះសារគាត់ទៅចាប់ផ្ដើមឲ្យរៀនដំបងហើយណាមួយគាត់នៅក្មេងគាត់អត់តន់ចេះអត់តន់និយាយអីកើតអត់តន់ដឹងអីទាំងអស់អញ្ចឹងខ្ញុំក៏ឲ្យវីដេអូដែលមានទៅលើរីហូហ្នឹងយកទៅផុសទៅអញ្ចឹងបងប្អូនយើងកុំឲ្យយល់ច្រឡំកុំឲ្យវាយប្រហារគាត់ព្រោះគាត់ក្មេងមែនតើអញ្ចឹងបងប្អូនយើងជួយ support គាត់ផងអាចថាទៅមុខទៀតហើយ channel មួយហ្នឹងវាប្រែប្រួលទៅជាបែបម៉េចឥឡូវយើងចាំមើលស្ថានភាពរបស់គាត់ចេះស្ដែងឥឡូវយើងងាកមកដល់រឿងរបស់យើងវិញដល់រឿងមួយនេះកើតឡើងទៅលើបងផោះគាត់បាននិយាយថារឿងមួយនេះសោតគឺកើតឡើងចំពោះគាត់កាលពីឆ្នាំ2017គាត់ថាឆ្នាំនោះគាត់រៀនថ្នាក់បរិញ្ញាបត្រឆ្នាំទី3ហើយបន្ទាប់ពីការរៀនបរិញ្ញាបត្ររបស់គាត់ចប់ឆ្នាំទី3ពួកគាត់មិនត្រូវវាកកហើយឬក៏វិស្សមការដល់ពេលបន្ទាប់ពីវិស្សមការពួកគាត់នេះអត់ដឹងថាត្រូវទៅណាហើយគាត់ថាគាត់ទៅរៀនសូត្រអត់មានធ្វើការអីទេព្រោះដោយសារតែពួកគាត់គឺមានប្រាក់ខែបួកឬក៏វាហៅថាប្រាក់ឧបត្ថម្ភពីខាងសាលាឬក៏រដ្ឋាភិបាលខាងគេអញ្ចឹងទៅគាត់ក៏ទំនេរគាត់ជាមួយមិត្តភ័ក្តិជនជាតិឥណ្ឌូនេស៊ីរបស់គាត់ប្រហែលអ្នកផ្សេងទៀត4អ្នកផ្សេងទៀតតែគាត់បានប្រាប់ឈ្មោះមកខ្ញុំដែរសម្រាប់មិត្តភ័ក្តិគាត់ទាំង4អ្នកហ្នឹងណាប៉ុន្តែឈ្មោះពួកគាត់ជាឈ្មោះមួយដែលពិបាកចាំអញ្ចឹងខ្ញុំសូមតាំងឈ្មោះឲ្យគាត់ A B C D អញ្ចឹង4អ្នកហ្នឹងមានបង A បង B បង C បង D ហើយពួកគាត់គឺសុទ្ធសឹងតែជាមនុស្សប្រុសដូចគ្នាវ័យនៅសាមសាគ្នាគ្រាន់តែជាជនជាតិពីរផ្សេងគ្នាហើយពួកគាត់បានបបួលគ្នានេះទៅដើរលេងដោយមានម្នាក់គាត់បបួលថាទៅបោះតង់ទៅល្អជាងហើយក្នុងចំណោមសមាជិកដែលពួកគាត់ទៅ5នាក់ហ្នឹងគឺមានតែបងផុសម្នាក់ទេតែគាត់គឺជាជនជាតិខ្មែរយើងបន្ទាប់ពីស្រុះស្រួលគំនិតគ្នាហើយពួកគាត់ក៏សម្រេចចិត្តថាធ្វើដំណើរទៅហើយការធ្វើដំណើររបស់គាត់គឺពីទីក្រុងនៅកណ្ដាលទីក្រុងខ្ញុំអត់ចាំតែឈ្មោះក្រុងស្អីទេមិនមែនទីក្រុងធំរបស់ឥណ្ឌូណាគាត់ថាគាត់រៀននៅតាមក្រុងមួយផ្សេងទៀតទេអញ្ចឹងពីទីក្រុងមួយហ្នឹងទៅកម្មវិធីកន្លែងដែលពួកគាត់ត្រូវទៅបោះតង់ពួកគាត់ធ្វើដំណើរតាមរយៈឡានក្រុងគាត់ថាជិះ5ម៉ោងមិនដល់អត់មានយានជំនិះអីផ្ទាល់ខ្លួនទេជិះឡានក្រុងឯកជនជិះឡានក្រុងសាធារណៈរយៈពេល5ម៉ោងបានពួកគាត់នេះទៅដល់ទីតាំងភូមិមួយគាត់បាននិយាយថាការធ្វើដំណើរនៅតាមផ្លូវទៅកាន់ទីតាំងភូមិមួយហ្នឹងគាត់ថាទេសភាពគឺប្លែកខុសពីនៅខ្មែរយើងដោយសារតែរបៀបរបបនៃការរស់នៅការប្រកបរបរនិងការធ្វើកសិកម្មដំណាំមួយចំនួនហ្នឹងគឺអត់ដូចនៅខ្មែរយើងទេបន្ទាប់ពីពួកគាត់ទៅដល់ទីតាំងភូមិមួយហ្នឹងហើយពួកគាត់ក៏ត្រូវធ្វើដំណើរដោយថ្មើរជើងដើម្បីឡើងទៅលើភ្នំដែលនៅក្បែរភូមិមួយហ្នឹងប៉ុន្តែមុននឹងពេលឡើងភ្នំហ្នឹងពួកគាត់ក៏បាក់ចូលទៅកាន់ម៉ាប់មួយកន្លែងហើយគេក៏សួរនាំពួកគាត់ថាតាណាអញ្ចឹងទៅហើយពួកគាត់ក៏ប្រាប់ថានេះទៅឡើងភ្នំដែលភ្នំមួយហ្នឹងគាត់បានបញ្ជាក់ដែរថាជាតំបន់ដែលសម្បូរភ្ញៀវទេសចរជាពិសេសអ្នកដែលគេចូលចិត្តឡើងភ្នំគេតែងតែអាសាទៅឡើងភ្នំមួយហ្នឹងប៉ុន្តែអ្នកខ្លះគេឡើងហើយគេក៏វល់ងាយគេអត់ដីទេអញ្ចឹងបន្ទាប់ពីលឺពួកគាត់រៀបរាប់បែបហ្នឹងអ្នកដែលធ្វើការនៅក្នុងម៉ាតនេះគាត់ថាទៅប៉ុន្តែពេលហ្នឹងបងផោះគាត់ថាអ្នកដែលធ្វើការនោះគឺគេជាជនជាតិឥណ្ឌូនេស៊ីគេនិយាយភាសាឥណ្ឌូទេតែគាត់ប្រែឲ្យជាខ្មែរគាត់ថាអ្នកដែលធ្វើការហ្នឹងប្រាប់ថាទៅឡើងភ្នំហ្នឹង
ប្រយ័ត្នបន្តិចព្រោះសារតែនៅតំបន់ភ្នំមួយហ្នឹងសម្បូរជ្រូកព្រៃយើងនឹងស្រាប់ហើយនៅឥណ្ឌូនេស៊ីពួកគាត់កាន់សាសនាខុសពីយើងពួកគាត់គឺកាន់សាសនាអ៊ីស្លាមអញ្ចឹងពួកគាត់អត់ហូបសាច់ជ្រូកទេអញ្ចឹងគាត់ថាសម្បូរណាស់ជ្រូកព្រៃគេអត់មានធ្វើអីទេវារស់នៅបែបធម្មជាតិរបស់ពួកវាអញ្ចឹងបើយើងឃើញយើងដើរជិះទៅរ៉ៃឡូថាបើជ្រូកតូចវាអត់សូវបញ្ហាណាប៉ុន្តែខ្លាចមានអាធំយើងវាអាចមានចកោមមានអីវាអាចវាប្រហារយើងធ្វើយើងអាចនឹងរងរបួសបន្ទាប់ពីលឺគេប្រាប់អញ្ចឹងទៅពួកគាត់ក៏អរគុណគេហើយក៏រៀបចំសម្ភារៈហ្នឹងទិញអីវ៉ាន់មួយចំនួនដើម្បីធ្វើដំណើរឡើងទៅនៅតាមផ្លូវនៃដំណើរឡើងក្នុងរបស់ពួកគាត់បងប្អូនគាត់ថាភ្នំព្រៃវាមិនខុសពីនៅខ្មែរយើងទេដូចតែគ្នានៅខ្មែរយើងនឹងឯងគ្រាន់ថាអាចថាមានដើមឈើមួយចំនួនដែលនៅខ្មែរយើងអត់មានតែនៅគេមានអញ្ចឹងទៅហើយដើមឈើមួយចំនួនដែលនៅគេមានយើងអត់មានអញ្ចឹងទៅប៉ុន្តែបើសភាពព្រៃភ្នំវាអត់ខុសគ្នាទេដូចតែគ្នាទេលើកឡើងតែដំណើរពីភូមិមករបៀបនៃការរស់នៅរបស់ប្រជាជនអានឹងបែបបានខុសគ្នាការធ្វើដំណើររបស់ពួកគាត់ឡើងភ្នំហ្នឹងបងប្អូនគាត់ថាត្រូវធ្វើដំណើរដល់ថ្មជើង2ម៉ោងអញ្ចឹងទម្រាំគាត់ឡើងទៅដល់លើកំពូលភ្នំមួយហ្នឹងគាត់ធ្វើដំណើរអស់រយៈពេល2ម៉ោងទៅដល់គឺថ្ងៃរសៀលបាត់ហើយអំឡុងពេលដែលពួកគាត់ធ្វើដំណើរហ្នឹងពួកគាត់ក៏មានដើរទៅជួបជាមួយគេឯងដែលគេធ្វើដំណើរចុះមកវិញអ្នកខ្លះក៏មានឡើងទៅអីចឹងទៅគេថាបន្តទៅគ្នាប៉ុន្តែមិនច្រើនណាជួបមួយក្រុមដូចតែពួកគាត់ដែលទៅបោះតង់ហ្នឹងទៅហើយណាមួយគាត់ថារដូវកាលមួយហ្នឹងគឺជារដូវកាលវិសមកាលអញ្ចឹងទៅសម្បូរជាពិសេសក្មេងៗយុវវ័យរបស់ឥណ្ឌូនេស៊ីនេះគឺគេចូលចិត្តដើរលេងអាបែបផ្សំពេងចឹងដែររហូតដល់ពួកគាត់នេះធ្វើដំណើរទៅដល់ទីតាំងដែលពួកគាត់អាចបោះតង់បានពួកគាត់ក៏រៀបចំសម្ភារៈតង់របស់ពួកគាត់ហើយក្នុងចំណោមពួកគាត់5នាក់ហ្នឹងពួកគាត់ដេកតែ2តង់ទេដោយមានមួយតង់គឺវាធំហើយតង់មួយទៀតអាចដេកបាន2នាក់អញ្ចឹងតង់មួយដេក3នាក់តង់មួយទៀតដេក2នាក់នៅក្នុងការដែលរៀបចំតង់ហ្នឹងគេចែកគ្នាបងប្អូនគាត់ត្រូវដេកតង់មួយ3នាក់អាតង់ធំហើយបង C បង D គាត់គឺត្រូវដេកអាតង់តូច1 2នាក់ហើយពួកគាត់គឺដាក់តង់នៅក្បែរគ្នាហ្នឹងឯងរហូតដល់ល្ងាចបាទពួកគាត់ចាប់ផ្ដើមកម្មវិធីជួបជុំហូបអីតិចតួចបងប្អូនគាត់បញ្ជាក់ដែរថាដោយសារតែមិត្តភ័ក្តិដែលគាត់ទៅជាមួយហ្នឹងគឺជាជនជាតិឥណ្ឌូនេស៊ីហើយកាន់សាសនាអ៊ីស្លាមពួកគាត់ទាំង4នាក់ហ្នឹងគឺអត់ហូបប៊ីយ៉ាទេហើយការជួបជុំរបស់ពួកគាត់ហ្នឹងអត់មានហូបប៊ីយ៉ាទេពួកគាត់ហូបធម្មតាអាំងសាច់គោធម្មតាអាំងរបស់ហូបធម្មតាអត់មានគ្រឿងស្រវឹងចូលនៅក្នុងហ្នឹងទេភេសជ្ជៈមានហូបដូចយើងដូចឯងអញ្ចឹងទេហើយមួយវិញទៀតនៅមុនពេលដែលហូបអាហារពេលល្ងាចហ្នឹងណាមិត្តភ័ក្តិរបស់គាត់ទាំង4នាក់គេជាជនជាតិអ៊ីស្លាមអញ្ចឹងគេត្រូវគេហៅថាមានពិធីកិច្ចគោរពព្រះគេសិនគេគោរពព្រះបែបគេហើយបានគេចាប់តាមហូបប៉ុន្តែសម្រាប់គាត់អត់ទេគាត់កាន់ពុទ្ធសាសនាធម្មតាគាត់អង្គុយមើលគេអញ្ចឹងទៅតតែគេគោរពប្រតិបត្តិព្រះគេចប់គេបួងសួងចប់អីចប់បានគេហូបគាត់ក៏ហូបជាមួយគេដែរហើយការជួបជុំរបស់ពួកគាត់គឺមានបារកំដរតិចហើយនិយាយគ្នាលេងពីនេះពីនោះជាហូហែរហូតទៅដល់ម៉ោងយប់ជ្រៅគាត់ថាប្រហែលជាម៉ោង11 12យប់ហើយពេលនោះបានពួកគាត់នេះក៏សម្រេចចិត្តថាចូលទៅដេកទៅហើយស្អែកយើងត្រឡប់ទៅវិញពួកគាត់គោលបំណងហ្នឹងគឺទៅតែមួយយប់ហ្នឹងទេអត់ទៅយូរយប់ទេនៅពេលដែលចែកផ្លូវគ្នាពួកគាត់ក៏ចូលទៅតង់រៀងៗខ្លួនប៉ុន្តែមុននឹងពេលដែលចូលទៅក្នុងតង់ហ្នឹងបងប្អូនគាត់ថាគាត់បានដើរទៅនោមនៅពេលដែលគាត់ដើរទៅនោមឃ្លាតឆ្ងាយពីតង់បន្តិចដោយសារតែតង់របស់គាត់ហ្នឹងគឺមានមុខតង់ហ្នឹងគឺដាក់កំពូលភ្លើងមួយដោតជាប់ជាមួយនឹងបកូលមួយទៅដាក់នៅកន្លែងហ្នឹងហើយមានភ្នក់ភ្លើងជាធម្មតាយើងទៅបោះតង់គឺតែងតែមានតែអស់ហ្នឹងមែនអត់យើងគាត់ក៏ដើរទៅនោមរៀងឆ្ងាយពីតង់ដើម្បីថាបើនោមចិត្តតង់វាខ្លាចអាទឹកនោមយើងនេះវាឆ្អេះវាអីចឹងទៅអញ្ចឹងគាត់ក៏ដើរទៅនោមវាឆ្ងាយពីតង់អំឡុងពេលគាត់កំពុងទៅនោមនេះក៏ស្រាប់តែគាត់ឃើញគាត់កលេសទៅគាត់ឃើញមានគុំព្រៃមួយនៅក្បែរខ្លួនគាត់ហ្នឹងវារង្គើដែលគាត់ថាមិនមែនក្បែរបានទេប្រហែលជា10 ជាង 10 ម៉ែត្រតែមើលទៅឃើញរង្គើគាត់ឃើញរង្គើបែបហ្នឹងគាត់ក៏គិតថាអាចនឹងកូនជ្រូកព្រៃឬក៏ជ្រូកព្រៃវានៅក្បែរហ្នឹងគាត់ក៏ចាំសង្កេតមើលបន្តិចដែរគាត់ថារង្គើទៅក៏បាត់អញ្ចឹងទៅគាត់នោមរួចគាត់ក៏យកដុំថ្មនៅក្បែរហ្នឹងគាត់គប់សម្ដៅតាកន្លែងហ្នឹងគាត់ថាបើជើព្រៃវាផ្អើលតែនៅពេលដែលគាត់គប់ភុសទៅចូលទៅប្រោកអារង្គើមុនហ្នឹងក៏បាត់ហើយវាអត់មានផ្អើលរត់ចេញអីឃើញជាជ្រូកព្រៃឃើញអីទេ
ដល់ពេលគាត់សង្កេតមើលមួយទៀតវាក៏មិនឃើញមានរង្គើទៀតក៏គាត់គិតថាប្រហែលជាជ្រូកនឹងវារត់ទៅទិសផ្សេងដែលគាត់មើលមិនឃើញឬក៏មើលមិនទាន់អញ្ចឹងគាត់ក៏ដើរត្រឡប់ចូលមកខាងតង់ដើម្បីដេកវិញតែហើយគាត់ថាពេលហ្នឹងចូលទៅគាត់ដេកគៀនគេមានគេ2នាក់មានម្នាក់ដេកកណ្ដាលហើយម្នាក់ទៀតដេកមកខាងទៀតអញ្ចឹងបន្ទាប់ពីដេកជូគាត់ថាមិនដឹងថាមកប្រហែលទេបងភ័ក្រគាត់ថាគាត់គឺជាមនុស្សម្នាក់ដែរដេកគេហៅថាដេកល្អះលឺអីបន្តិចក៏គាត់ឆាប់ភ្ញាក់ដែរអញ្ចឹងគាត់ថាលឺតែមិត្តភក្តិគាត់រើប្រោហ្នឹងគាត់ក៏ភ្ញាក់ឡើងគាត់ក៏លេចទៅឃើញមិត្តភក្តិគាត់ម្នាក់ដែលដេកនៅចុងគេមកខាងទៀតហ្នឹងគាត់ងើបរត់តង់ចេញក្រៅបើតាមតែមើលស្ថានភាពពេលហ្នឹងបងភ័ក្រគាត់ថាគាត់បានសួរទេគាត់គិតថាបងហ្នឹងអាចនឹងងើបទៅជូណូមគាត់ក៏ហើយទៅឃើញបងហ្នឹងរូបចេញខ្វោកចេញបានតែបន្តិចក៏ឃើញបងហ្នឹងរត់ចូលមកវិញឃើញបងម្នាក់ហ្នឹងដែលបងម្នាក់ហ្នឹងគឺជាបងដែលដេកចុងគេហ្នឹងឯងឃើញបងហ្នឹងរត់ចូលមកវិញដល់ហើយឃើញសភាពបងហ្នឹងរឿងប្លែកបងភ័ក្រគាត់ក៏អត់មានបានសួរដែរគាត់ថាបើតាមតែរយៈពេលដែលបងនឹងចេញទៅអត់តបានណូមទេលះថាគ្រាន់តែចេញទៅភ្លុតយើងដកទៅមកដង្ហើមបងនឹងចូលមកវិញរត់តង់វិញភ្លឹបហើយអត់មាននិយាយអីមកមើលទៅសភាពគាត់គឺបែបរៀងភ័យបងភ័ក្រគាត់គិតថាបងនឹងឃើញស្អីមែនឬក៏ជួបជ្រូកព្រៃផ្អើលជ្រូកព្រៃមែនឬក៏គាត់ឃើញអាគុំព្រៃដែលបងភ័ក្រគាត់ឃើញពីមុនហ្នឹងដែលវារង្គើគាត់ផ្អើលឬក៏គាត់ភ័យដោយសារអាហ្នឹងអញ្ចឹងគាត់ក៏ហីទៅដោយសារតែมันមានការនិយាយឬក៏ភ្ញាក់ផ្អើលស្អីទេរហូតដល់ដេកយូរទៀតទៅគាត់ថាមិនដឹងថាម៉ោងប្រហែលនេះប៉ុន្តែនឹងថាយប់ជ្រៅទៅក៏ស្រាប់តែបងអេនេះដែលដេកកណ្ដាលគេហ្នឹងណាគាត់ងើបចំណោមដែរហើយការងើបរបស់គាត់ហ្នឹងងើបទៅប៉ះបងភ័ក្រក៏គាត់ភ្ញាក់គាត់ក៏សង្កេតមើលទៅគាត់ឃើញថាបងអេហ្នឹងគឺងើបចំណោមហើយបងហ្នឹងក៏ងើបរូតចំណោមមកសន្ទុះប្រហែលជា3នាទីក៏ឃើញបងហ្នឹងត្រឡប់មកវិញប៉ុន្តែមកត្រឡប់នេះគេថាដូចរត់ដូចដើរញាប់ភ័យហើយចូលមកក្នុងតង់វិញដេកឃ្លុំភួយឡើងចិត្តអត់មាននិយាយអីទាំងអស់ដល់ឃើញសភាពមិត្តភក្តិដែលដេកជាមួយគ្នានឹងចេះតែប្លែកហើយមុនដែលបងនឹងចូលបងនឹងស្រែកមកវាស់ដែរស្រែកមកវាស់លែងថារៀងផ្អើលពេលហ្នឹងបងភ័ក្រគាត់ថាគាត់សួរដែរគាត់សួរទៅបងអេម្នាក់នឹងប្រាប់ថាមិញហ្នឹងគាត់ផ្អើលនឹងជ្រូកគាត់ថាជ្រូកព្រៃគាត់ឃើញជ្រូកព្រៃទៅគាត់ក៏ភ្ញាក់អាហ្នឹងប៉ុន្តែពេលហ្នឹងគឺគាត់និយាយជាភាសាឥណ្ឌូនេស៊ីទេដល់ឃើញថាមិត្តភក្តិគាត់ប្រាប់ថាជ្រូកព្រៃអញ្ចឹងបានគាត់ក៏គិតទៅអារឿងដែលគាត់បើឃើញពីមុននេះគាត់ថាអង្គើហ្នឹងក៏ប្រហែលជាជ្រូកព្រៃដូចគ្នានឹងឯងគាត់ក៏បន្តដេកទៅទៀតនៅពេលដែលគាត់ដេកគាត់ថាមកផ្លែតហ្នឹងគាត់ថាមកសន្ទុះប្រហែលជាចន្លោះគ្នា2ម៉ោងនោះភ្ញាក់2ដងអញ្ចឹងគាត់ក៏សងប់ដេកទៅវិញតម្រុំលក់គាត់ថាដេកអត់លក់សោះដេកទៅចេះតែមានអារម្មណ៍អសោះគាត់ថាដេកដាច់ទំនេរមនុស្សយើងតែដាច់ទំនេរពិបាកដេកទៅវិញមិនមែនអត់អញ្ចឹងគាត់ក៏ដេកផ្អៀងខ្លួនចុះផ្អៀងខ្លួនឡើងប្រែចុះប្រែឡើងទៅគាត់ក៏ប្រែត្រឡប់ខ្លួននេះមុខរបស់គាត់មើលទៅផ្ទៃតង់អញ្ចឹងគាត់មើលទៅឃើញសម្ោដើមឈើដើមអីវាចាំងតាមពន្លឺភ្លើងមកព្រាលប៉ះមកលើតង់របស់គាត់មើលឃើញតែអំឡុងពេលដែលគាត់សង្កេតយូរទៅពេលដែលគាត់ដេកផ្អៀងមើលទៅសម្ោតង់ហ្នឹងណាគាត់ថាគាត់ក៏លេចមើលទៅគាត់ឃើញមានមនុស្សឈរគាត់ឃើញមាននរណាម្នាក់កំពុងតែឈរនៅក្បែរតង់គាត់ដំបងឡើយគឺមិនមែននេះទេគាត់ថាដំបងឡើយឈរដូចនៅឆ្ងាយអញ្ចឹងតែឃើញមើលទៅដូចនៅពីចម្ងាយសម្ោតែពេលហ្នឹងគាត់ឃើញជាសម្ោឃើញពីចម្ងាយដល់ហើយក៏ស្រាប់តែឃើញមនុស្សហ្នឹងគាត់ថាមិនមែនដើរណាឃើញលោតមកផ្លឹកប៉ុន្តែអត់លឺសម្រាប់ទេគាត់ថាគាត់ឃើញលោតផ្លឹកប៉ុន្តែបើតាមតែទម្ងន់ដែលលោតមើលទៅលោតផ្លឹកហ្នឹងគាត់ថាសំណាស់ទៅលឺសំឡេងប៉ុន្តែនេះគាត់ថាអត់មានលឺសំឡេងទេហើយអាលោតផ្លឹកមនុស្សលោតហ្នឹងគាត់ថាមកដល់គឺឈរនៅនឹងជើងតង់គាត់មកគាត់ថាឈរនៅដូចគៀកមែនតើគាត់ថាសម្ោលគឺមើលទៅពេញចំមើលទៅរូបរាងជាមនុស្សគាត់ឃើញបែបហ្នឹងគាត់ក៏មានអារម្មណ៍ថាមិត្តភក្តិគាត់មែនមិត្តភក្តិគាត់តង់មួយទៀតគីឡូថាគេចេញទៅនោមដែរគាត់គិតទៅលើមិត្តភក្តិគាត់2នាក់គឺបងស៊ីបងឌីដែលដេក2នាក់ឯនោះផ្សេងអញ្ចឹងគាត់ថាពេលហ្នឹងដោយសារតែកន្លែងតង់របស់គាត់ហ្នឹងវាអត់មានប្រឡោះរូតប្រឡងអីទេអញ្ចឹងគាត់ក៏យកដៃរបស់គាត់រុញអាសាច់តង់ហ្នឹងដើម្បីរុញទៅឲ្យប៉ះជើងរបស់អ្នកដែលឈរនៅក្បែរតង់ហ្នឹងតែដល់ពេលដែលរុញទៅគាត់ថារុញប្រហែលជា3ទឹក
វាថាវាត្រុតបីទឹកទៅខាងក្រៅទៅគាត់ថាប៉ះអត់មានប៉ះអីទាំងអស់ប៉ុន្តែឃើញអាមនុស្សឈោហ្នឹងគឺនៅក្បែរនឹងដូចដាវហើយពេលហ្នឹងគាត់ថាគាត់ចាប់ផ្ដើមមានអារម្មណ៍ថាភ័យគាត់គិតថាតិចមាននរណាម្នាក់ឬក៏ក្រុមផ្សេងគេមានបំណងមិនល្អចំពោះគាត់តែគាត់ពេលហ្នឹងគាត់អត់ហ៊ានចេញមកមើលទេក៏ស្រាប់តែមកសន្ទុះមកអ្វីដែលគាត់បានឃើញហ្នឹងវាលោតចេញពីកន្លែងហ្នឹងបាត់មិនដឹងថាលោតទៅណាទេគាត់ក៏មានអារម្មណ៍ថារឿងធូរទ្រង់ហើយពេលហ្នឹងគាត់អត់បានប្រាប់ទៅមិត្តភក្តិគាត់ទេខ្លាចមិត្តភក្តិរបស់គាត់ត្អើពួកគ្នាទៅតែចូលមកដេកបានមិនតិចដែរណាបើសិនជាដាស់ទាំងតែគាត់នេះអត់ទទួលដឹងព័ត៌មានអីច្បាស់លាស់ផងបើគាត់ដាក់ទៅខ្លាចគ្នានឹងដាច់ទំនេរដែរដេកលែងលក់ដូចគ្នាអញ្ចឹងទៅពួកគាត់នេះក៏សង្ងំទាំង3នាក់បន្តតែនៅពេលដែលសង្ងំយូរនេះបងប្អូនគាត់ថាគាត់នៅតែដេកផ្អៀងបែរទៅខាងតង់អញ្ចឹងគាត់ថាពេលហ្នឹងដេកលក់មកភាំងហើយលក្ខណៈភ្ញាក់ព្រឺតមកដូចមានស្អីដាស់អញ្ចឹងនៅពេលហ្នឹងបាទគាត់ដឹងច្បាស់គាត់ថាពេលដែលគាត់បើកភ្នែកមកព្រឹកហ្នឹងគាត់គ្រាន់តែបើកភ្នែកមកបងប្អូនសម័យកន្លែងហ្នឹងគាត់ដេកផ្អៀងដាក់មុខមកគៀនតង់ហើយគាត់ថាដេកហ្នឹងគឺមិនមែនអឹបជាមួយនឹងអាសាច់តង់ទេគាត់ថានៅចន្លោះបន្តិចដែរគាត់ថាបើសិនជាមនុស្សជំរាបបានដេកបានម្នាក់ទៀតគាត់ថាពេលហ្នឹងគ្រាន់តែបើកភ្នែកមកខ្វាក់គាត់ឃើញមានខ្មោចដេកនៅក្បែរគាត់ថាគាត់សន្និដ្ឋានថាខ្មោច 100% ក៏ព្រោះតែរូបភាពមួយហ្នឹងគាត់ថាដូចក្នុងរឿងអញ្ចឹងអារូបភាពខ្មោចកណាត់សបងប្អូនខ្មោចអ៊ីស្លាមខ្មោចចាមកណាត់សគាត់ថារុំតុកទៅមុខគាត់ថារុំលំចិត្តដូចអសអញ្ចឹងកណាត់សហើយមិនមែនសស្គួរគាត់ថាលក្ខណៈសមើលទៅឡើងប្រភ្លឹកសបែបឡើងសប្រឡាក់ហើយគាត់ថាឃើញដេកនៅចំពោះមុខគាត់អត់ឆ្ងាយទេគាត់ថាមុខពីទឹកពីគ្នាទេគ្រាន់ថាគេនោះខ្មោចនោះគឺដេកផ្ងាគាត់ក៏លេចមើលទៅឃើញច្បាស់មែនទៅឡងស្ទឹងហ្មងគាត់ថាគ្រាន់តែឃើញប៉ុណ្ណឹងគាត់ភ្ញាក់ក៏ស្រែកមកវាស់ហើយគាត់ថាស្រែកមកវាស់ហ្នឹងខ្មោចនឹងអត់មានបាត់ណាគាត់ដំបងឡើយគាត់គិតថាខ្លាចគាត់នេះស្វាងភ្នែកឬក៏ព្រិលភ្នែកប៉ុន្តែនៅពេលដែលគាត់ស្រែកមកវាស់នេះខ្មោចហ្នឹងគឺងាកកមករកគាត់អាពេលដែលងាកកមករកគាត់នេះបានគាត់ឃើញកាន់តែច្បាស់ថាមុខខ្មោចហ្នឹងគឺបែបម៉េចគាត់ថាមុខខ្មោចហ្នឹងវងមុខសស្គូសភ្នែកខ្មៅហើយច្រមុះដូចមានកញ្ញុកស្អីអញ្ចឹងហើយគាត់ថានៅសល់តែមើលវងមុខទេដែលមើលឃើញហើយគឺជាខ្មោចបងប្អូនរឿងបបេមកឡើងខ្មៅលើកមកគាត់គ្រាន់តែឃើញប៉ុណ្ណឹងគាត់អត់ហ៊ានស្រែកអីទៀតទេគាត់បែរខ្នងគាត់នេះមកសឹមប្រែខ្លួនដេកមកម្ខាងទៀតអាពេលដែលគាត់ដេកមកម្ខាងទៀតនេះគាត់ក៏ព្យាយាមងាកកនេះដៀងទៅមើលក្រៅខ្នងក្រែលោកថាខ្មោចមួយហ្នឹងវាទៅណាបាត់គាត់ថាពេលដែលងាកទៅវានៅតែនឹងវានៅដេកក្រៅខ្នងគាត់ហ្នឹងឯងហើយគាត់គិតឆ្ងល់មកគាត់ថាពេលហ្នឹងដៃជើងរបស់គាត់បោះរុំឡងហើយគាត់ថាអាខ្មោចហ្នឹងដេករូបចម្លាក់អញ្ចឹងងាកទៅកមកមើលគាត់ហើយក៏វាងាកទៅវិញហើយមួយវិញទៀតគាត់ថាមិនដឹងថាខ្មោចមួយហ្នឹងវាចូលមកក្នុងតង់ហ្នឹងតាមណាហើយមិត្តភក្តិគាត់ពីរនាក់ទៀតដឹងអត់តែនៅពេលគាត់ងាកទៅហើយគាត់ត្រឡប់ខ្លួនប្រែទៅរកមិត្តភក្តិគាត់ហ្នឹងគាត់ថាមានដៃដូចមានដៃស្អីមួយអញ្ចឹងកំពុងតែនេះមកសឹបនៅលើស្មាគាត់ថាប៉ះដឹងក៏ព្រោះតែពេលហ្នឹងគឺគាត់ពាក់អាវលក្ខណៈអាវកីឡាវាឃ្លៀអញ្ចឹងគាត់ទៅប៉ះមកគាត់ថាដឹងហ្មងសាច់ប៉ះសាច់គាត់ថាជាសត្វមិនមែនជាពលឹងវិញ្ញាណទេគាត់ថាដូចជាសត្វអញ្ចឹងមកប៉ះស្មាគាត់ធ្វើឲ្យគាត់ថាលំញ័រសង្កលិកនោមឆាតទៅពេលហ្នឹងបងប្រុសនេះគាត់ថាគាត់លឺមិត្តភក្តិរបស់គាត់ដែលដេកកណ្ដាលបងអេហ្នឹងកំពុងតែសូត្រធម៌ប៉ុន្តែធម៌មួយហ្នឹងគឺជាធម៌ឥណ្ឌូនេស៊ីភាសាឥណ្ឌូនេស៊ីសូត្រអត់ដឹងថាសូត្រអីទេឮតែសូត្រឡើងតែរងើបន្ទាប់ពីបងនឹងសូត្រមកសទុះក៏ស្រាប់តែអារម្មណ៍មួយដែលគាត់ទទួលបានពេលហ្នឹងខ្មោចដែលដេកក្រោយខ្នងគាត់គឺបាត់គាត់ថាមិនដឹងថាបងអីហ្នឹងគាត់ដឹងរឿងនឹងអត់គាត់អត់ដឹងទេសម្រាប់បងដំបងយប់ហ្នឹងក៏អត់ដឹងទេប៉ុន្តែបន្ទាប់ពីបងអេម្នាក់ហ្នឹងគាត់សូត្រទៅក៏ស្រាប់តែអារម្មណ៍ដែលគាត់ទទួលបានដែលមានខ្មោចនឹងប៉ះស្មារបស់គាត់ឲ្យខ្មោចនៅក្រៅក្នុងនេះគាត់ឃើញមុនហ្នឹងវាបានបាត់អញ្ចឹងទៅគាត់ថាលើហ្នឹងប្រាជ្ញាចិត្តងាកមកមើលម្ដងទៀតងាកមកគាត់ថាបាត់មែនអញ្ចឹងន័យថាបងអេនេះគឺគាត់បានសូត្របន្ទិញខ្មោចមួយហ្នឹងអញ្ចឹងក៏អត់ដឹងទេថាបល័យហ្នឹងវាមានន័យមិនអីមិន
គាត់ក៏ព្យាយាមសង្ងំប៉ុន្តែគាត់ថាពេលហ្នឹងដេកអត់លក់ទេគាត់ព្យាយាមកលទៅឲ្យគៀកមិត្តភក្តិគាត់បងអេហ្នឹងឯងរហូតដល់តែភ្លឺបានពួកគាត់នេះមើលទៅមុខម្នាក់ៗស្លេកសងហើយក៏ព្រោះតែយប់មិញមើលទៅមុខម្នាក់ៗដូចគ្មានអ្នកណាម្នាក់បាត់ដេកទេអញ្ចឹងបានពួកគាត់នេះក៏រើអីវ៉ាន់រើតង់អីមកចុះទៅលើភ្នំមកវិញបានអំឡុងពេលដែលពួកគាត់ចុះមកដល់ក្រោមមកដល់ទីតាំងភូមិហើយរៀបនឹងឡាយឡាននេះបានពួកគាត់អង្គុយជជែកគ្នាទៅបងប្អូននេះគាត់ដឹងរឿងបងប្អូនយើងចំណាំអត់រឿងសម្រាប់បងមួយឈ្មោះបងប៊ីដែលគាត់ដេកគៀនតក់មកខាងទៀតនៅក្នុងតង់ជាមួយបងប្អូនហ្នឹងណាមិនពេលហ្នឹងបងហ្នឹងគាត់ងើបចេញទៅនោមឲ្យរត់តង់ឲ្យរត់ចូលមកវិញគាត់បាននិយាយថាអញ្ចេះគាត់ថាពេលហ្នឹងណាគាត់រត់តង់ចេញទៅនោមបំរុងថាទៅនោមតែគ្រាន់តែរត់ទៅគាត់ថាឃើញអាខ្មោចកណាត់សហ្នឹងណាឈរនៅមុខតង់ហ្នឹងគាត់ថានៅ1ម៉ែត្រពីតង់ទេគាត់ថានៅ1ម៉ែត្រពីតង់ទេឃើញឈរស្ទឹងហ្មងហើយគាត់ថាខ្មោចហ្នឹងគឺតែមួយជាមួយនឹងអ្វីដែលបងប្អូនបានឃើញគាត់ថារុំកណាត់សឡើងចិត្តហើយខ្មោចនឹងអត់ដើរទេគាត់ថាលោតទេហើយទឹកនៅសល់តែមុខអាគេរុំសល់តែមុខក៏បងប្អូនយើងសាក់សម័យមើលកណ្ដាលព្រៃហើយយើងឃើញបាប់ហ្នឹងនេះសួរថាអ្នកណាទៅហ៊ាននោមចេះគាត់ថាពេលហ្នឹងសុចិត្តទប់នោមហើយចូលមកវិញគាត់ថាគ្រាន់តែឃើញប៉ុណ្ណឹងគឺគាត់ដេកញ័រគាត់ថាដេកអត់លក់ទេយុគហ្នឹងគាត់ចេះតែសង្ងំទេពេលហ្នឹងគាត់បន់កុំឲ្យដែរខ្មោចហ្នឹងវាមកតាមប៉ុន្តែអ្នកជាក់ស្ដែងមកតាមចូលមកក្នុងតង់គឺមានតែបងប្អូនទេបានឃើញហើយចូលរឿងបងអេវិញបងអេមិនដេកកណ្ដាលហើយគាត់មិនងើបទៅនោមមួយគ្នាអ្វីដែលបងប្អូនបានឃើញកាលពីយប់បន្ទាប់ពីបងនឹងគាត់ងើបទៅនោមបងអេនឹងគាត់ថាគាត់ងើបទៅនោមពេលដែលគាត់ងើបចេញទៅអត់មានឃើញស្អីទាំងអស់គាត់ឈរនោមធម្មតាហើយគាត់មានកាន់កូន7របស់គាត់ទៅមួយនៅពេលដែលគាត់នោមនេះគាត់ក៏ឃើញព្រៃរង្គើគាត់ថារង្គើដំបូងឡើយគាត់គិតថាជាជ្រូកព្រៃដូចអ្វីដែលបងប្អូនគិតពីដំបូងចឹងប៉ុន្តែនៅពេលដែលគាត់ឈួលភ្លើងទៅមើលនេះគាត់ថាឈួលទៅអាមកពន្លឺភ្លើងរបស់គាត់ចម្ងាយបានប្រហែលជា20ម៉ែត្រហ្នឹងគាត់ថានៅ20ម៉ែត្រពីគាត់នេះគ្រាន់តែឈួលភ្លើងទៅផាច់គាត់ថាចំមុខហ្មងឈួលទៅគឺចំមុខហ្មងប៉ុន្តែអាមុខខ្មោចនេះអត់សដូចអ្វីដែលបងប្អូនឃើញទេគាត់ថាខ្មៅនិលគាត់ថាមើលទៅកណាត់សស្ទុះសស្គូហើយបែបប្រឡាក់ហើយរុំដូចរុំសាកសពកំពុងតែនៅឈរមើលមកគាត់ហើយមុខដែលនៅសល់តែមកប្រឡាក់ដែលគាត់ឃើញខ្មៅនិលសលឹងមើលមកកាន់គាត់បើកភ្នែកធំមើលមកកាន់គាត់ហើយវានេះព្យាយាមលោតមករកគាត់គ្រាន់តែឃើញបែបហ្នឹងបងអេនេះគាត់ថាគាត់បញ្ញាប់ងាកចេញមកដើម្បីរត់សម្ដៅមកកាន់ថងប៉ុន្តែអាមលងពេលដែលគាត់ងាកខ្វាញ់គាត់ថាមានមួយទៀតនៅនឹងមុខគាត់អានឹងមុខសគាត់ថាងាកមកនោះគឺនៅអាមួយទៀតគឺនៅនឹងក្បែរខ្លួនគាត់ឈរពីក្រោយគាត់អានឹងគឺមុខសអត់ដូចអ្វីដែលគាត់ចាំងភ្លើងអាឃើញមួយទៀតអញ្ចឹងមានថាខ្មោចនឹងមានពីរអាមួយឈរនៅមុខអាមួយឈរនៅក្រោយប៉ុន្តែអានៅក្រោយនេះវាដូចជាបំបាំងកាយអញ្ចឹងគាត់ថាគ្រាន់តែឃើញមកច្បាច់ហ្នឹងវាក៏បាត់ទៅវិញហើយពេលហ្នឹងគាត់ក៏បញ្ញាប់រត់ចូលក្នុងតង់ហើយឃើញសភាពគាត់ភ័យអញ្ចឹងអានឹងគឺជារឿងមួយក្រុមដែលដេកជាមួយគ្នា3នាក់ក្នុងតង់របស់បងប្រុសជួប2នាក់ទៀតជួបអត់គាត់ថាគាត់ជួបគឺបងស៊ីនិងបងឌីបងស៊ីគាត់ថាគាត់ឃើញស្តៀងនឹងបងប្រុសអញ្ចឹងដែរគាត់ថាតង់របស់គាត់ដេកតែ2នាក់ហើយមិននៅចន្លោះកណ្ដាលពួកគាត់ទាំងពីរនេះអត់ដេកក្បែរគ្នាទេរៀងមកខាងទៅគៀនតង់រៀងខ្លួនទៅអញ្ចឹងຕົកប្រឡោះកណ្ដាលគាត់ថានេះអាពេលដែលដេកសុកហ្នឹងបងស៊ីហ្នឹងគាត់ក៏ប្រាស់ខ្លួនបែរខ្នងហ្នឹងផ្អៀងទៅមកខាងទៀតមើលទៅមិត្តភក្តិរបស់គាត់បងឌីកំពុងដេកហ្នឹងតែអាពេលដែលគាត់បែរខ្នងនឹងមិនអត់គាត់ថាបែរខ្នងទៅញ៉ាច់ឃើញអាខ្មោចមួយហ្នឹងកំពុងតែដេកនៅកណ្ដាលតង់ហ្នឹងហើយដេកហ្នឹងគឺងាកកមករកគាត់ថាពេលហ្នឹងគឺឃើញច្បាស់មែនតើតែគាត់ថាអត់ហ៊ានស្រែកទេគ្រាន់តែឃើញប៉ុណ្្នឹងហើយគាត់ថាអ្វីដែលគាត់ឃើញគឺដូចបងប្រុសឃើញអញ្ចឹងមុខសភ្នែកខ្មៅហើយក្រហមក្របភ្នែកកំពុងតែសម្លឹងមើលមកកាន់គាត់ថាមើលមកច្បាស់មែនទែនមុខទល់មុខគាត់ក៏ងាកខ្លួនចេញមកវិញអត់ហ៊ានស្រែកទេអាហ្នឹងអត់ដឹងថាដំបូងហ្នឹងយ៉ាងម៉េចទេបានជាប្រជាជនគេអត់ស្រែកបែបហ្នឹងតទៅក្រោយរឿងនឹងចប់សោះគ្រប់បានបងប្រុសគាត់ដឹងថាមូលហេតុអីអញ្ចឹងបងហ្នឹងក៏គាត់សង្ងំទៅទៀតប៉ុន្តែរឿងនេះគាត់សង្ងំបែកខ្នងចេញណាហើយគាត់អត់ដឹងទេថារឿងហ្នឹងវាទៅជាយ៉ាងម៉េចគាត់ឃើញតែប៉ុណ្ណាឥឡូវចូលដល់រឿងបងឌីវិញថាគាត់ឃើញបែបម៉េច
บอกดีเคยเรียนกูทลายจิงกีก็ท่าไปเด็กกอดบางเพเนกอดใส่มาว่าไปนั้นปันตามันเดินตะกี้ลืมลือกอดท่ากอดกระบงตะเด็กเด็กจกซกเนี่ยกอดกับบางเพเนให้เอาไปบางเพเนเมาเนี่ยกอดท่าเคยตึงไปเลยก็ถ้าเคยมกตอมกเนยไปเลยก็ถ้าอัดดังตะคลุนในนะไอ้เนยนะปะตาเอาไว้เดี๋ยวก็เคยจะบ้ามาพ้นคือมกขมอยมูนี่นะคือเวียดะไปเลยมกก้อนก็ถ้าบักในความมกกูเคยมองก็ถ้ากรอนตะเคยเมียปรากฏสายว่ากรอนตะสายอักขมอยมูนั้นบัดแต่ก็ถ้าไปเดี๋ยวก็จีบเดย์จะตีนะเอาเดี๋ยวก็บัดในก็นั่นเคยมกขมอยหนึ่งจึงก็ถ้ามายุบนั่นเมียบัดเดย์บัดในเคยบัดในเคยก็สมัยทำบัตรเด็กไว้สิที่ก็ทำมือสงอมเบาในยันแต่มันยุบตัวพลือจังปุ๊ก็ต่างปรามเนี่ยแต่บอกทางยุบนั้นนะคนต่างอ๋อบ้านกอดบางพอเนี่ยกอดก็สู้แต่อันนั้นขโมยไอ้ขโมยหรือก็ไอ้ปัดมือเธอด้วยมันด้วยเชียมันแม้เชียเป็นเรื่องเชียเป็นเย็นด้วยขโมยขโมยอ่ะบ้านไปชีโจนเกย์บ้านกอดดังท่าอันนั้นบัตรตามเพียซาเด็กเกย์หาไม่เย็นcái haiประเภทมันยันเดียดิจิประเภทขมเอาได้ปันท้ายวิจิมันเป็นจิขโมยดิจิเป็นเรื่องจิไอ้วิดิจิประเภทครูบาจาเกย์อันนั้นคือจิแบบหนึ่งอันนั้นจิเอาไว้ได้บอกพอกดดังฐานนั้นคือจิมันยันให้กระทาบักเคยกับพวกนั้นกลมสลันกลมสลาวทั่วจิมันดังทั่วจิมันเคยเถอะพวกนั้นเวทวิไอ้เนี่ยยังไอ้บ้านเนี่ยเด็กเคยแต่เอานั้นเนี่ยกดอดสลันสลาวกดทั่วจิมันเคยเนี่ยปะแต่ต่สาอารมณ์กูนะเคยเป็นนั่งในทั่วจีมันเคยหรือไม่บอกโอนเดียวก็ถ้ามาเย็นนั่นไงมาเย็นคลาก็ถ้ากาดมาเย็นคลาก็ถ้าอดกาจีก็ถ้าเกยใจอดได้จีถ้าอ่านนั่งจีไอ้จีขโมยเอาจอมจะเป็นเรื่องเงี้ยด้วยของไม่ก็ถ้าปูนั่งพิจารณ์กาแต่จีบอกไปครูบาจาบุตรจีถ้าปูนั่งรู้นักดิสัตจังรู้นักขนมเปรย์รู้นักขนมไอ้จังแต่ให้มันนั่งทำวิซีไอ้แต่บุคคลไม่อมนามนางโตแต่ไปจีจนโดนซีไปจีจนได้เกการขังอิสลามมันเกดังจะมาเปลี่ยนหนึ่งแต่ถ้าสำหรับก็ถ้าดังแต่ปนหนึ่งก็สู้น้องเกได้กดดังแต่ปนหนึ่งจังตัวมาปุ๊กดเจงบิพนมหนึ่งเมาส์อัดมีนจูบไอเดเต้ให้กดก็ได้เห็นแต่พนมหนึ่งติดได้แล้วก็กดประหยัดอันนั้นก็ถ้าเลิกตีมวยเดี๋ยวก็เคยขมเอาจนเจ็บเสียงให้ลงก็ถ้าลงคือเข้าไปขมเอาขมายเยอะนะวิมแมนจะเป็นเรื่องก็ทำวิมแมนจะเป็นเรื่องจะวิญญาณchia sẻ màu này có tham màu số đấy từng đôi mình được chứ còn ta tham một với cột lại mà bốn sầm mai từ room khăn nát so chỉ màu giật đang ta chỉ màu hơi khơi tầm một mà bỏ bậc này plư sẽ lần mưa mà can giới ấy cái đàn chú bao bao cái đá prey hay dân thua rắm nơi sinh ngọc bàn ớt khi ông ta sao bố quát thua rắm bán rồi chết ớt đi mình dùng bậc nhôm ấy nhá ôi chào phải hay màu nó cứ mệt màu mùi tiết màu pí á rồi thácบางพ่อกอดเคยแต่มวยแต่บอกเนี่ยกอดเคยปีให้มวยมกซอนะบ้านจะวิยานาก็มาดังบ้านวิโจตัวขนมตอนบ้านให้วิบัดพลินเพลี้ยยังอันนั้นดูเชียวิญญาณไม่ก็มาดังไงเพราะแต่มกขมันไม่บ้านวิโจตัวขนมตอนบ้านยังอันนั้นก็จีจุ่มงอได้บอกนั่นก็กอดชงอได้ก็ถ้าบัดแพะบอกกอดแต่บูเนี่ยเซนตีนั้นก็กอดทลบแต่ลือใจอย่างนี้นะmình dân ai con ta mình đã chua tay tớ ta lượng nên chua có tha sò phê chẳng cụ có vơ ta lắm mà admin được ấy thì chẳng đưa ra là bao bông phò ngày ní cứ miền tập bận đằng ấy và tao bị bom ôn dương sẵn đạp hơi vô chẳng hạn ai sẵn đạp đường muốn đi sẵn đạp nhóm thêm thôi chặt bàn thế bậc nhóm khơi chẳng bậc nhóm á nhóm sao mà thật mọi lông tăng bị bê khơi prey không ráo có ô ta không prey ấy có tham bảo sinh chụp prey chụp ấy anh đang dân che ta kết ta khơi chân hay che ta kết ảo với chấm miếng này chẳng một con dân do chẳng ná comment chia một tệ dụng ball đang ở rộng khang cao mốt bởi khi bạn đừng chưa được mình chia một con dân đập tục tại chỉ cả còn sáng tại bạn hả giờ bực cho bán có số ở cốn nâng cờ rồi lý chúc ni nó video cả hay có play bằng con dân subscribe nâng chị like hay comment phóng là bởi ở video muốn đi về can ta sẽ chat bye bye chúc ni video hay sẽ